សូមគោរពជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមេឃមុតម្ដងទៀតហើយនៅក្នុងវីដេអូនេះខ្ញុំមិនបានបង្ហាញមុខទេប៉ុន្តែខ្ញុំមាននៅគំនិតមួយចំនួនដែលខ្ញុំបានបើកឃើញនៅក្នុងសៀវភៅបារាំងរបស់ខ្ញុំហើយវីដេអូនៅថ្ងៃនេះខ្ញុំនឹងនិយាយទាក់ទងជាមួយនឹងបញ្ហាសុខភាពដោយសារតែប៉ុន្មានសប្តាហ៍មុនខ្ញុំបានបើកសៀវភៅភាសាបារាំងរបស់ខ្ញុំហើយបានឃើញនៅ8ចំណុចសំខាន់ដែលគេនិយាយទាក់ទងជាមួយនឹងបញ្ហាសុខភាពដូច្នេះខ្ញុំក៏លើកយកបញ្ហានេះមកចែកជូនទៅដល់អ្នកទាំងអស់គ្នាឲ្យបានដឹងបញ្ហាសុខភាពជាបញ្ហាមួយដែលអាចនិយាយបានថាវាជាបញ្ហាមួយសំខាន់ដែលយើងត្រូវតែដឹងហើយរឿងនេះដែរមិនមែនទៅតែមានថ្មីនោះទេអ្នកវិទ្យាសាស្ត្រសុខាភិបាលបានរកឃើញនៅវិធីសាស្ត្រដើម្បីឲ្យមានសុខភាពល្អតាំងពីយូរយារណាស់មកហើយប៉ុន្តែខ្ញុំនៅតែចង់ចែករំលែកជូនទៅកាន់អ្នកទាំងអស់គ្នាពីព្រោះខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលកំពុងតែស្ដាប់ក៏នៅតែមានអ្នកដែលមិនទាន់ដឹងអំពីបញ្ហាសុខភាពដូច្នេះខ្ញុំនឹងអានហើយចែកជូនទៅកាន់អ្នកទាំងអស់គ្នានៅពេលឥឡូវនេះនៅក្នុងសៀវភៅភាសាបារាំងគេបានសរសេរថា 8 conseils pour rester en bonne santé ដែលមានន័យថា8ដំបូន្មានដើម្បីទទួលបាននូវសុខភាពល្អដែលដំបូន្មានទី1គេនិយាយថា faire un sport t'aide à rester en forme ដែលមានន័យថាអ្នកត្រូវតែលេងកីឡាណាមួយដែលជួយរក្សានៅរាងកាយរបស់អ្នកឬក៏មានន័យថាយើងលេងកីឡាដើម្បីឲ្យរាងកាយរបស់យើងកាន់តែមានភាពរឹងមាំជាដើមហើយគេបន្តទៀតថា choisissez un sport que vous aimez ដែលមានន័យថាអ្នកត្រូវជ្រើសរើសកីឡាណាមួយដែលអ្នកចូលចិត្តត្រង់ចំណុចនេះមានន័យថាយើងត្រូវជ្រើសរើសយកកីឡាណាមួយដែលយើងអាចលេងបានហើយយើងមានអារម្មណ៍ថារីករាយជាមួយនឹងការលេងកីឡានោះដោយគ្មានភាពនឿយហត់អ្វីឡើយនៅពេលដែលយើងហាត់ហើយក្រោយការបញ្ចប់ការហាត់យើងក៏នឹងទទួលបានផលប្រយោជន៍មួយទៀតពីការហាត់ប្រាណនោះគឺបាននៅសុខភាពចំពោះដំបូន្មានទី2គេបាននិយាយថា essayez de manger souvent de fruits des légumes et du bourgeon ដែលមានន័យថាអ្នកត្រូវតែសាកល្បងញ៉ាំនៅផ្លែឈើញ៉ាំនៅបន្លែហើយនិងសាច់ត្រីផ្លែឈើហើយនិងបន្លែគឺវាមានវីតាមីនជាច្រើនដែលអាចជួយទៅដល់រាងកាយរបស់យើងក្នុងការបង្កើននៅស្មារតីការចងចាំហើយនិងការលូតលាស់ចំណែកឯសាច់ត្រីគឺវាជំនួយទៅដល់សាររាង្គកាយយើងដូចគ្នាដែរហើយជាទូទៅអ្នកជំនាញខាងវិទ្យាសាស្ត្រសុខាភិបាលគេតែងតែណែនាំទៅដល់យើងកុំឲ្យពិសានៅសាច់សត្វច្រើនពេកដោយងាកមកទទួលទាននៅសាច់ត្រីជំនួសទៅវិញពីព្រោះតែសាច់របស់សត្វវាសម្បូរទៅដោយប្រូតេអ៊ីនជាច្រើនដែលប្រូតេអ៊ីននេះកាលណាមានចំនួនកើនឡើងវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងផងដែរហើយគេក៏បន្តទៀតថា Ne mangez pas beaucoup de sucre et d'huileដែលមានន័យថាយើងមិនត្រូវពិសានៅស្ករហើយនឹងខ្លាញ់ច្រើនពេកទេនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងត្រូវតែកាត់បន្ថយនៅការប្រើប្រាស់ស្ករហើយនឹងខ្លាញ់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីព្រោះស្ករហើយនឹងខ្លាញ់នេះវាបានផ្ដល់ផលប៉ះពាល់ជាច្រើនទៅដល់សុខភាពរបស់យើងមើលឃើញហើយថាមនុស្សលោកនៅពេលបច្ចុប្បន្ននេះតែងតែទទួលរងនូវផលប៉ះពាល់ជាច្រើនអំពីខ្លាញ់ហើយនឹងស្ករដែលជំងឺភាគច្រើនគឺកើតមកអំពីវាដំបូន្មានទី3គេបាននិយាយថា Buvez souvent de l'eau, du thé, du lait et du jus d'orange ដែលមានន័យថាអ្នកត្រូវតែពិសាទឹកបរិសុទ្ធពិសានៅតែទឹកដោះគោហើយនឹងទឹកក្រូចដែលទឹកក្រូចនៅក្នុងនេះគេចង់មានន័យថាជាទឹកក្រូចដែលយើងបានមកពីផ្លែក្រូចស្រស់មិនមែនជាការទិញតាមរយៈកំប៉ុងភេសជ្ជៈនោះទេហើយការពិសាទឹកគឺវាធ្វើឲ្យរាងកាយរបស់យើងមានភាពស្រស់ថ្លាឬក៏មានជាតិទឹកពេញលេញនៅក្នុងខ្លួនហើយការពិសាទឹកដោះគោវាធ្វើឲ្យមានការលូតលាស់ឆ្អឹងហើយនឹងផ្នែកផ្សេងៗនៃរាងកាយរបស់យើងផងដែរដំបូន្មានទី4គេបាននិយាយថា Soignez-vous quand vous êtes malade il faut toujours aller voir le médecin ដែលមានន័យថាអ្នកត្រូវតែពិនិត្យនៅពេលដែលអ្នកឈឺហើយដើម្បីពិនិត្យសុខភាពបានអ្នកត្រូវតែទៅជួបជាមួយនឹងលោកគ្រូពេទ្យដើម្បីឲ្យគាត់ធ្វើការវិនិច្ឆ័យមកលើបញ្ហាសុខភាពរបស់យើងថាតើយើងកើតនៅបញ្ហាអ្វីកើតនៅជំងឺអ្វីហើយគាត់នឹងណែនាំមកយើងថាយើងត្រូវធ្វើអ្វីខ្លះនៅពេលនោះដែរគាត់នឹងផ្ដល់អុកដឺណុងឬក៏គេហៅថាវិជ្ជាបញ្ជាដើម្បីឲ្យយើងបើកនៅថ្នាំសម្រាប់ពិសានៅក្នុងការព្យាបាលជំងឺរបស់យើងបានទាន់ពេលវេលា
ដំបូងមានទី5គេបាននិយាយថា ne fumez pas ou arrêtez de fumer ដែលមានន័យថាមិនត្រូវជក់ឬក៏ត្រូវបញ្ឈប់ការជក់ត្រង់ចំណុចនេះវាមានសារៈសំខាន់មែនទែនប្រសិនបើយើងបានជក់ហើយវាធ្វើឲ្យមានផលប៉ះពាល់ជាច្រើនទៅដល់បញ្ហាសួតរបស់យើងទាំងមូលដូច្នេះសូមទាំងអស់គ្នាបញ្ឈប់នឹងការជក់បារីដើម្បីសុខភាពយើងល្អទាំងអស់គ្នាដំបូងមានទី6គេបាននិយាយថា ne buvez pas d'alcool ដែលមានសេចក្តីជាខ្មែរថាយើងមិនត្រូវពិសាឬក៏មិនត្រូវផឹកអាល់កុលទេហើយអាល់កុលនឹងគឺចង់សំដៅដល់ស្រាតែម្ដងពីព្រោះនៅក្នុងស្រាគឺសម្បូរអាល់កុលច្រើនដែលវាអាចប៉ះពាល់ទៅដល់សុខភាពរបស់យើងដូច្នេះយើងគួរតែកាត់បន្ថយនៅការសេពសារ៉ាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅដំបូងមានទី7គេបាននិយាយថាÀ la maison, ne pensez pas à votre travail et occupez-vous de votre famille ដែលមានន័យថានៅពេលដែលអ្នកនៅផ្ទះអ្នកមិនត្រូវគិតអំពីការងាររបស់អ្នកទេហើយអ្នកត្រូវតែងាកមកគិតឬក៏ងាកមកយកចិត្តទុកដាក់ជាមួយនឹងគ្រួសាររបស់អ្នកវិញដែលត្រង់ចំណុចនេះវាមានន័យថាការធ្វើការងារយើងត្រូវតែបែងចែកម៉ោងពេលវេលាធ្វើការផ្សេងហើយនឹងពេលវេលាសម្រាប់ផ្ដល់ក្តីស្រឡាញ់ជាមួយនឹងគ្រួសារផ្សេងពីព្រោះថាការផ្ដល់ក្តីស្រឡាញ់ជាមួយនឹងគ្រួសារវាធ្វើឲ្យអារម្មណ៍របស់យើងឬក៏អារម្មណ៍របស់គ្រួសារទាំងមូលវាហាក់មាននៅភាពសោមនស្សរីករាយកាលណាយើងមានភាពរីករាយវាធ្វើឲ្យអារម្មណ៍ផ្លូវចិត្តរបស់យើងកាន់តែរឹងមាំអារម្មណ៍ផ្លូវចិត្តរឹងមាំយើងក៏នឹងទទួលបាននូវសុខភាពល្អផងដែរដំបូងមានទី8ដែលជាដំបូងមានចុងក្រោយគេបង្អស់ផងនោះគេបាននិយាយថា Lisez des livres et des journaux régulièrement ដែលត្រង់ចំណុចនេះមានន័យថាយើងត្រូវតែអានសៀវភៅនិងកាសែតឲ្យបានច្រើនជាទៀងទាត់ការអានសៀវភៅឬកាសែតនេះវាធ្វើឲ្យយើងមានភាពរីករាយឬក៏វាអាចជាចំណីរបស់ខួរក្បាលរបស់យើងផងដែរការអានសៀវភៅធ្វើឲ្យយើងរីករាយហើយព្រមទាំងទទួលបាននូវចំណេះដឹងផងដែរសរុបរួមមកដំបូងមានទាំង8ចំណុចនេះមានទាំងចំណុចដែលយើងត្រូវធ្វើហើយនិងចំណុចដែលយើងត្រូវជៀសវាងដូច្នេះសូមអ្នកទាំងអស់គ្នាគិតគូរអំពីបញ្ហាសុខភាពរបស់អ្នកទាំងអស់គ្នាដើម្បីខ្លួនឯងគ្រួសារហើយនិងសង្គមជាតិអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់នៅការនិយាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាអត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងបញ្ហាសុខភាព